នេះគឺជាថ្ងៃមួយប្រកបដោយក្តីសោមនស្សរីករាយបំផុតដែលគណៈកម្មាធិការគណៈបកសង្កាត់សៀវបានរៀបចំពិធីប្រកាសបញ្ចូលជាសមាជិកគណៈបកប្រជាជនកម្ពុជាចំនួន400នាក់នាពេលនេះយើងមានបែបបទពិធីការរបស់យើងត្រឹមត្រូវហើយដែលចំណុចនេះបង្ហាញអំពីលក្ខណៈពិសេសរបស់គណៈបកប្រជាជនកម្ពុជាយើងអ្នកដែលចូលរួមក៏មានអ៊ំពូមីងបងខ្លះដែលធ្លាប់នៅគណៈបកផ្សេងដែរខ្លះទៀតគឺថ្មីបាទខ្លះទៀតគឺទើបតែសម្រេចចិត្តប៉ុន្តែខ្ញុំសូមឲ្យដាក់សំណួរនឹងមួយហើយឆ្លើយឲ្យបានបាទថាថៃបានចូលជាសមាជិកគណៈបកប្រជាជនកម្ពុជាគឺដោយសារយើងខ្ញុំបានមើលឃើញយ៉ាងច្បាស់នៅគោលនយោបាយក្នុងការដឹកនាំនិងគុណបំណាច់ដ៏មហាធំធេងរបស់សម្ដេចតេជោហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាខ្ញុំពិតជាសប្បាយរីករាយហើយក៏សូមអបអរសាទរយ៉ាងកក់ក្ដៅចំពោះសមាជិកថ្មីរបស់យើងដែលបានជឿជាក់លើគណៈបកប្រជាជនកម្ពុជាហើយបាននាំគ្នាចូលមកជាសមាជិកថ្មីរបស់យើងបន្ថែមលើសមាជិកដែលយើងមានចាស់សូមបញ្ជាក់ថាកម្លាំងបន្ថែមនេះហើយដែលធ្វើឲ្យកម្លាំងសមាជិករបស់គណៈបកនៅក្នុងសង្កាត់សយោរបស់យើងនោះគឺថាមួយថ្ងៃទៅមួយថ្ងៃគឺថាមានការកើនយើងត្រូវមើលទៅលើប្រទេសយើងត្រូវមើលទៅលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែរជាពិសេសទៅលើសកម្មភាពរបស់សម្ដេចតេជោហ៊ុនសែនក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីយើងមានរចនាសម្ព័ន្ធដឹកនាំដែលជារចនាសម្ព័ន្ធរដ្ឋហើយប៉ុន្តែគណៈបកក៏យកចិត្តទុកដាក់ក្នុងការចូលរួមដឹកនាំដែរអញ្ចឹងបានយើងមានប្រព័ន្ធក្រមការងារចោះជួយហ្នឹងហើយដែលយើងមានដល់ទៅ2នោះជាក្រមការងាររាជរដ្ឋាភិបាលផងហើយនិងក្រមការងារគណៈបកផងហើយយើងមានរចនាសម្ព័ន្ធចោះជួយតាំងពីថ្នាក់ខេត្តថ្នាក់ក្រុងស្រុកថ្នាក់ឃុំសង្កាត់ហើយយើងបានរៀបចំមកដល់ពេលនេះរហូតទៅដល់ថ្នាក់ភូមិទៀតធ្វើយ៉ាងម៉េចគឺថាយើងក្តាប់ឲ្យបាននៅសភាពការបញ្ហាសំណុំពរតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើងហើយបន្ទាប់មកគឺយើងរកមធ្យោបាយចាត់វិធានការដើម្បីដោះស្រាយតអនុវត្តការដ្ឋានយុទ្ធសាស្ត្រទាំង3ឲ្យកាន់តែសកម្មប្រកបដោយប្រសិទ្ធភាពដោយផ្ដោតលើការយកចិត្តទុកដាក់អនុវត្តលើកិច្ចការអាទិភាពជាអាតការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនប្រចាំថ្ងៃការងារមុខរបរនិងការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាជនរួមចំណែកគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងជួយដល់ប្រជាពលរដ្ឋក្រលំបាកដើម្បីលើកកម្ពស់ជីវភាពប្រជាជនជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគ្រប់ប្រភេទជំរុញអនុវត្តគោលនយោបាយឃុំសង្កាត់មានសុវត្ថិភាពក្តាប់និងខិតខំដោះស្រាយបញ្ហាប្រឈមបញ្ហាលំបាកបញ្ហាសមត្ថភាពនិងយុត្តិធម៌សង្គមហើយតាមយ៉ាងនេះក៏ខ្ញុំឆ្លៀតឱកាសយកពេលនេះអរគុណដែរដល់ក្រុមការងារទាំងអស់បាទដល់អាយដាមលោកជំទាវជាអនុប្រធានជាសមាជិកបាទក្រុមការងារទាំងអស់ដែលរយៈពេល2ឆ្នាំមកនេះគឺយើងបានសហការគ្នាយើងបានរួមគ្នាដើម្បីធ្វើកិច្ចការងារទាំងអស់នេះហើយក៏ជាពិសេសក៏អរគុណដែរដល់លោកគ្រូអ្នកគ្រូទាំងអស់បាទដែលបានខិតខំណាស់បាទនៅក្នុងវិស័យអប់រំរបស់យើងនេះហើយខ្ញុំក៏សូមអរគុណដល់អ៊ំពូមីងបងទាំងអស់ដែលស្រឡាញ់ជឿជាក់គាំទ្រគណៈបកប្រជាជនកម្ពុជាយើងសង្ឃឹមថារួមគ្នាយើងនឹងជួយបង្កើនជីវភាពសុខុមាលភាពរបស់ប្រជាជនអ្នកសយៅរបស់យើងទាំងអស់គ្នាបាទយ៉ាងគឺសូមអរគុណមែនទែនបាទចូលគណៈបកប្រជាជនទី1គឺជួយគណៈបកប្រជាជនកម្ពុជាទី2ជួយប្រទេសជាតិយើងហើយនឹងទី3គឺជួយខ្លួនឯង